យើងអាចសម្គាល់បានថាវាមានមាឌតូចជាងហើយចម្ពោះរបស់វាខ្លីនិងមិនមានប្រហោងនៅចំកណ្ដាលនោះទេនេះគឺជាទិដ្ឋភាពនារដូវទឹកចាប់ផ្ដើមសម្រកនៅក្នុងតំបន់ការពារទេសភាពបឹងព្រៃល្ពៅនៃខេត្តតាកែវហើយសត្វស្លាបដែលកំពុងតែឈរចឹកបលែងគ្នាលេងហ្នឹងគឺជាកូនរបស់សត្វចង្កៀខ្យងយើងអាចសម្គាល់បានថាវាមានមាឌតូចជាងហើយចម្ពោះរបស់វាខ្លីនិងមិនមានប្រហោងនៅចំកណ្ដាលនោះទេចំណែកមេបារបស់វាគឺមានមាឌធំជាងនិងចម្ពោះវែងជាងនៅពេលដែលវាបិទចម្ពោះទៅគឺមានប្រហោងនៅចំកណ្ដាលចម្ពោះហើយសម្បុកនីមួយៗមានកូនចំនួន2ទៅ3ក្បាលឬក៏ដល់4ក្បាលឯណោះតែនិយាយបានថាពួកវាគឺទទួលបានជោគជ័យនៅក្នុងការបង្កកំណើតសម្រាប់ឆ្នាំ2025នេះហើយចំណែកកូនតូចៗទាំងនេះគឺរាល់ថ្ងៃពួកវាកំពុងតែហើរលេងនៅជិតសម្បុកហើយយើងក៏មានការសោកស្ដាយផងដែរដែលសម្បុកមួយចំនួនត្រូវបានលិចទឹកដោយសារតែឆ្នាំនេះគឺទឹកចំនួនវាធំជាងឆ្នាំមុនចំណែកមេបាសត្វចង្កៀខ្យងខ្លះគឺវាអត់តន់ពងទេគឺវាពងនៅរដូវទឹកសម្រកវិញហើយដើមរាំងនេះវិញកាលពីរដូវទឹកដែលកំពុងតែពេញដំឡើងគឺថាទឹកស្មើនឹងសម្បុកសត្វតែម្ដងប៉ុន្តែពេលនេះគឺទឹកចាប់ផ្ដើមស្រកគឺយើងឃើញរូបរាងជាដើមរាំងវិញហើយគឺវាខ្ពស់គួរសមដែរហើយសត្វចង្កៀខ្យងនេះផងដែរគឺវាចាប់ផ្ដើមពងកូននៅបឹងព្រៃល្ពៅយើងគឺតាំងពីឆ្នាំ2020រហូតមកដល់2025នេះគឺរយៈពេល5ឆ្នាំមកហើយនេះអាចបញ្ជាក់បានថាបឹងព្រៃល្ពៅកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវិតសត្វស្លាបទឹកនិងជីវៈចម្រុះផ្សេងៗហើយคลิปនេះដែរគឺខ្ញុំថតនៅរដូវទឹកកំពុងតែពេញដំឡើងហើយសត្វស្លាបមួយចំនួនក៏ត្រូវបានលិចសម្បុកហើយមួយចំនួនទៀតគឺសម្បុកស្មើនឹងទឹកតែម្ដងពុកម៉ែបងប្អូនវីដេអូនេះដែរក៏បានដល់ទីបញ្ចប់សូមអរគុណសម្រាប់ការតាមដានទស្សនា